ថ្ងៃនេះយើងមកធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនម៉ូតូ KTM Duke របស់ខ្ញុំទាំងអស់គ្នាដំបូងយើងត្រូវតែបញ្ឆេះម៉ាស៊ីនម៉ូតូឲ្យក្តៅប្រេងតិចសិនហើយយើងទៅត្រៀមចានដែកឬក៏កដុងជាដើមសម្រាប់ត្រងប្រេងម៉ាស៊ីនហើយនឹងសោលេខ18មួយគ្រាប់ដើម្បីដោះគម្របប្រេងម៉ាស៊ីនរបស់យើងក៏ត្រូវការសោតាន់មួយគ្រាប់ដែរដើម្បីដោះគម្របកបាំងផុកនេះចេញខ្ចៅដែលត្រូវដោះនោះគឺមាន2នៅខាងមុខនិង2ទៀតនៅខាងក្រោមហើយយើងបើកគម្របកន្លែងចាក់ប្រេងដើម្បីឲ្យប្រេងងាយហូរចេញផងដែរដាក់ធុងដើម្បីទុកសម្រាប់ត្រងប្រេងម៉ាស៊ីនរួចហើយយើងបើកគម្របកន្លែងបង្ហូរប្រេងម៉ាស៊ីនដោះគម្របចេញត្រងប្រេងម៉ាស៊ីនឲ្យស្រួលដើម្បីកុំឲ្យកពុបសម្រាប់ម៉ូតូ KTM បន្ទាប់ពីប្រេងហូរអស់ហើយអ្នកនរគ្នាត្រូវតែដកនៅ filter ចេញមកដើម្បីយើងពិនិត្យថាតើមានកំទេចកំទីឬក៏អ្វីមួយដែលមិនប្រក្រតីនៅក្នុងម៉ូតូរបស់យើងនោះទេបើមានវានឹងជាប់ជាមួយនឹង filter កន្លែងនេះផ្លាស់ប្ដូរ O-ring នៅលើគម្របប្រេងម៉ាស៊ីនបើសិនជាចាំបាច់លើកម៉ូតូផ្អៀងចុះឡើងដើម្បីឲ្យប្រេងម៉ាស៊ីនដែលនៅសល់ហ្នឹងវាហូរចេញបានអស់ដាក់តម្រងប្រេងចូលនិងគ្របគម្របប្រេងម៉ាស៊ីនទៅវិញចាក់ប្រេងម៉ាស៊ីនចូលទៅក្នុងម៉ាស៊ីនបើសិនជាអ្នកនរគ្នាខ្លាចកពុបអ្នកនរគ្នាអាចយកក្រដាសមកបត់ទៅជារាងយីឡាវដើម្បីពេលដែលយើងចាក់ទៅការពារការយើងកពុបដោយសារតែពេលខ្លះដៃយើងអត់នឹងជាដើមសម្រាប់ម៉ូតូ KTM 250 200ឬក៏390អ្នកនរគ្នាអាចចាក់ប្រេងម៉ាស៊ីន 1.2 លីត្រចូលសិនបិទគម្របកន្លែងចាក់ប្រេងម៉ាស៊ីនម៉ូតូរួចហើយបញ្ឆេះម៉ូតូបញ្ឆេះចោលទុកមួយសន្ទុះធំរហូតដល់តែ RPM ធ្លាក់ពី2000ទៅ1500ឬ1600ហើយកន្លែងកុងទ័រកម្ដៅទឹកឡើងលើសពី3កាំពន្លត់ម៉ាស៊ីនម៉ូតូរួចហើយទុកចោលរយៈពេល1ទៅ2នាទីលើកម៉ូតូឲ្យត្រង់ដើម្បីមើលថាតើយើងត្រូវចាក់ថែមប្រេងកម្រិតណាចាក់ប្រេងម៉ូតូថែមរួចហើយលើកវាត្រង់ដើម្បីពិនិត្យម្ដងទៀតថាតើប្រេងត្រឹមត្រូវតាមកម្រិតរបស់វាឬនៅប្រេងដែលត្រឹមត្រូវគឺវានៅចន្លោះបន្ទាត់ទាំងពីរនេះធ្វើការ reset service ដើម្បីឲ្យដឹងថាតើយើងនៅសល់ពេលប្រហែលទៀតមុននឹងធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីនម្ដងទៀតកុំភ្លេចចាប់កបាំងផុកចូលវិញផងប៉ុន្តែដោយសារតែខ្ញុំធ្វើការទុកកបាំងផុកនៅខាងក្រៅដើម្បីលាងសម្អាតបាតម៉ូតូក៏ដូចជាកបាំងផុកផងដែរអញ្ចឹងពេលដែលខ្ញុំលាងហើយបើខ្ញុំចាប់ចូលវិញអ្នកទាំងអស់គ្នាអាចមើលវីដេអូវែងនៅលើ YouTube បានដែលគ្រាន់តែទៅកាន់ profile របស់ខ្ញុំហើយចុច link ដែលនៅលើ profile របស់ខ្ញុំភ្លេចជួយ save ក៏ដូចជា repost វីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកដែលជាអ្នកដែលស្រឡាញ់ម៉ូតូដូចគ្នាហើយយើងជួបគ្នាវីដេអូក្រោយទៀតជម្រាបលា